ស្រីម្នាក់តែងតែចូលចិត្តលោកដៃចេញពីបង្អួចរថយន្តម្ដាយនាងបានបិទបង្អួចតែមួយសន្ទុះក្រោយមកនាងក៏បើកវាដោយខ្លួនឯងវិញដើម្បីទល់នឹងម្ដាយនាងថែមទាំងចាប់បង្អួចដែលកំពុងឡើងយ៉ាងណែនដៃទៀតផងជាលទ្ធផលភាពរឹងរូសរបស់នាងបានសម្លាប់ម្ដាយរបស់នាងដូច្នេះ20ឆ្នាំក្រោយមីណាក៏ទទួលបានផលកម្មរបស់នាងប៉ុន្មានថ្ងៃមុននាងបានបើកឡានឡើងភ្នំតែម្នាក់ឯងដើម្បីកំសាន្តប៉ុន្តែនាងមិនដឹងថាភ្នំនេះទៅហើយមិនបានត្រឡប់មកវិញទេគ្មាននរណាម្នាក់អាចចេញពីព្រៃនេះដោយសុវត្ថិភាពនោះទេគ្រាន់តែចូលទៅដល់ភ្លាមសញ្ញាទូរស័ព្ទនឹងបាត់ហើយរថយន្តក៏នឹងខូចដែរនៅពេលដែលមីណាដឹងថាខ្លួនជាប់នៅលើភ្នំអ្វីដែលនាងធ្វើដំបូងគឺរកជំនួយនាងបានយកសត្វស្លាបរបស់នាងចូលទៅក្នុងព្រៃប៉ុន្តែមិនបានឃើញនរណាម្នាក់ឡើយពេលងាកក្រោយនាងក៏ឃើញថារថយន្តរបស់នាងបាត់ទៅហើយទីបំផុតនាងដឹងថាមានអ្វីខុសប្លែកពីធម្មតាព្រោះទើបតែដើរបាន2-3ជំហានសោះរថយន្តដែលចតនៅខាងក្រោយក៏បាត់ទៅវិញព្រៃនេះក៏បានចាប់ផ្ដើមគ្របដណ្ដប់ដោយអាប់ដោយចម្លែកមួយមីណាសង្ស័យថាខ្លួនបានជួបខ្មោចបាំងភ្នែក Illusions នាងចង់ឈប់នៅកន្លែងដែលដើម្បីសម្រាកប៉ុន្តែនៅពេលដែលថ្ងៃលិចអ្វីទាំងអស់ក៏កាន់តែគួរឲ្យខ្លាចអ្វីដែលគួរឲ្យខ្លាចនោះគឺផ្ទៃដីបានរំញើយ៉ាងខ្លាំងហាក់ដូចជាមានអ្វីមួយហៀបនឹងវាចេញពីក្រោមដីសំណាងល្អមីណាទីបំផុតបានឃើញស្រមោលមនុស្សម្នាក់នាងបានរត់តាមបុគ្គលនោះទៅមុខហើយទីបំផុតក៏បានឃើញផ្ទះឈើមួយមីណាមិនយល់ថាស្ថានភាពនេះជាអ្វីនោះទេនៅក្នុងផ្ទះមានមនុស្ស3នាក់គឺស្ត្រីចំណាស់ម្នាក់នារីស្បែកខ្មៅម្នាក់និងបុរសម្នាក់ស្ត្រីចំណាស់បាននិយាយថាពួកគេ3នាក់ក៏ដូចមីណាដែរគឺបានវង្វេងនៅក្នុងព្រៃនេះហើយមានវត្ថុដ៏គួរឲ្យភ័យខ្លាចនៅក្នុងព្រៃនេះប្រសិនបើមីណាចង់រស់នៅបន្តនាងត្រូវតែធ្វើតាមអ្វីដែលពួកគេនិយាយអ្នកទាំង4បានឈរតម្រង់ជួរទល់មុខកញ្ចក់នៅក្នុងផ្ទះស្ត្រីចំណាស់បាននិយាយថាមានអ្នកលបមើល The Watchers នៅខាងក្រៅហើយពួកគេកំពុងមើលពួកគេនៅពេលនេះតាមពិតកញ្ចក់នេះគឺជាកញ្ចក់មើលម្ខាង One Way Mirror គឺខាងក្រៅអាចមើលឃើញខាងក្នុងប៉ុន្តែខាងក្នុងមើលមិនឃើញខាងក្រៅទេនារីស្បែកខ្មៅបានប្រាប់មីណាថាអ្នកលបមើលមកលេងរាល់យប់ក្រោយពេលថ្ងៃលិចរហូតដល់ថ្ងៃរះទើបពួកគេចេញទៅក្នុងអំឡុងពេលនេះពួកគេត្រូវតែឈរនៅមុខកញ្ចក់ដើម្បីឲ្យអ្នកលបមើលបានឃើញហើយជាពិសេសអ្នកមកថ្មីត្រូវដើរទៅមុខមួយជំហានដើម្បីបង្ហាញខ្លួនឯងទៅកាន់អ្នកលបមើលនៅខាងក្រៅមីណាបានហៅសំឡេងចម្លែកនៅខាងក្រៅប៉ុន្តែស្ត្រីចំណាស់បាននិយាយថានោះគឺជាសំឡេងតែដៃរបស់អ្នកលបមើលមីណាមានអារម្មណ៍ភ័យខ្លាចនិងមិនសប្បាយចិត្តប៉ុន្តែអ្វីដែលនាងខ្លាចជាងសំឡេងចម្លែកនៅខាងក្រៅគឺមនុស្ស3នាក់នៅក្នុងផ្ទះនេះនាងតែងតែគិតថាពួកគេទាំង3មានបញ្ហាផ្លូវចិត្តអីក៏ថាអ្នកលបមើលតើពួកគេទាំង3មិនចង់ចាប់ឃុំឃាំងនាងទេអីនៅពេលព្រឹកព្រលឹមថ្ងៃបន្ទាប់មីណាក៏បានយកសត្វស្លាបរបស់នាងចេញទៅទោះបីជាពួកគេបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយមីណាជឿជាក់ថានាងអាចចេញទៅបាននាងបានដើរតាមផ្លូវដែលនាងបានមកកាលពីម្សិលមិញតែមិននឹកស្មានថាសំឡេងម្ដាយរបស់នាងបានបន្លឺឡើងពីខាងក្រោយនាងភ្លាមមីណាភ័យខ្លាចយ៉ាងខ្លាំងក៏រត់ទាំងភ័យស្លន់ស្លោនាងបានរត់ទៅទីដៅដែលមានពន្លឺព្រះអាទិត្យប៉ុន្តែនៅពេលដែលនាងចេញទៅវាបែរជាភ្នំដ៏ធំមួយដែលតម្រៀបគ្នាមួយរំពេចទៅមួយរំពេចមិនមែនជាផ្លូវធំនោះទេនាងត្រូវបានជាប់នៅទីនេះទាំងស្រុងហើយមនុស្ស3នាក់នោះមិនបានកុហកនាងទេអ្នកណាដែលចូលមកនឹងមិនអាចចេញទៅដោយមានជីវិតទេស្ត្រីចំណាស់បានរកឃើញមីណាហើយប្រាប់នាងឲ្យត្រឡប់ទៅជាមួយគាត់វិញដោយស្ដាប់បង្គាប់ទោះបីជាអ្នកលបមើលចេញមកតែនៅពេលយប់ក៏ដោយក៏អាប់ក្នុងព្រៃនៅពេលថ្ងៃនឹងធ្វើឲ្យមនុស្សមានការយល់ច្រឡំសម្រាប់អ្នកលបមើលអ្នកដែលចូលមកគឺសុទ្ធតែជាចំណីបើចង់រស់ត្រូវតែស្ដាប់បង្គាប់ផ្ទះឈើនោះប្រៀបដូចជាទ្រង់មន់អ៊ីចឹងនៅពេលយប់មកដល់មន់ទាំងអស់ត្រូវត្រឡប់ទៅវិញហើយថែមទាំងត្រូវឈរនៅមុខកញ្ចក់ដើម្បីសម្ដែងសម្រាប់អ្នកលបមើលទៀតផងមីណាចាប់ផ្ដើមសមនឹងអ្វីទាំងអស់នៅទីនេះប៉ុន្តែនាងមិនមានបំណងចុះចាញ់នោះទេនារីស្បែកខ្មៅត្រូវបានជាប់នៅទីនេះអស់5ខែហើយចំណែកបុរសនិងស្ត្រីចំណាស់គឺនៅយូរជាងនាងទៅទៀតតាមពិតនារីស្បែកខ្មៅក៏ធ្លាប់មានមិត្តប្រុសដែរប៉ុន្តែមិត្តប្រុសរបស់នាងចង់រត់គេចហើយមិនដែលត្រឡប់មកវិញទេបន្ទាប់ពីចេញទៅមានរណ្ដីជាច្រើននៅក្នុងព្រៃនារីស្បែកខ្មៅបាននិយាយថានេះគឺជាសម្បុករបស់អ្នកលបមើលហើយពួកគេដេកលក់នៅទីនេះនៅពេលថ្ងៃរហូតដល់ថ្ងៃលិចទើបចេញមកធ្វើសកម្មភាពគ្មាននរណាម្នាក់ដឹងថាមានអ្វីនៅក្រោមរណ្ដីនោះទេនាងគិតថាមិត្តប្រុសរបស់នាងអាចនឹងធ្លាក់ចូលទៅក្នុងរន្ធនោះសម្ដីរបស់នារីស្បែកខ្មៅបានផ្ដល់គំនិតដល់មីណាថាបើនាងអាចចុះទៅពិនិត្យមើលរណ្ដីតើនាងអាចរកវិធីដើម្បីគេចចេញបានដែរឬទេ